ប្រហែលជាអាទិត្យក្រោយខ្ញុំយកដំណាំ4-10ផើងទៅបរិច្ចាគនៅសាលាដែលកូនខ្ញុំរៀនព្រោះឥឡូវគេកំពុងតែអំពាវនាវឲ្យអាណាព្យាបាលទាំងអស់ជួយបរិច្ចាគបរិច្ចាគអីក៏បានដែរមានដូចជាដំណាំឬក៏ម្សៅធ្វើនំឬក៏ប្រភេទទឹកសុទ្ធភេសជ្ជៈឬក៏របស់អីក៏ដោយដែលថាគេអាចលក់បានណាចាដើម្បីយកទៅជួយផ្គត់ផ្គង់ក្នុងកម្មវិធី School Fest ព្រោះនៅសាលាដែលកូនខ្ញុំរៀនហ្នឹងគឺមានកម្មវិធី School Fest ចាលក់ចំណីអាហារដើម្បីគេរៃអង្គាសថវិកាទៅជួយខាងផ្នែកមនុស្សធម៌មានខាងជួយខាងសត្វឬក៏ជួយខាង homeless people អីអញ្ចឹងចាជារៀងរាល់ឆ្នាំហើយខ្ញុំតែងតែយកដំណាំ4-10ផើងទៅចូលនឹងគេហើយ4-10ផើងហ្នឹងបើគិតជាលុយច្រើនដែរបងប្អូនខ្ទង់$50-$60ដែរហ្នឹងចាគេលក់បានគេយកទៅឧបត្ថម្ភខាងអ្នកក្រីក្រអីអញ្ចឹងទៅឬក៏ខាងសត្វអីអញ្ចឹងទៅហើយថ្ងៃនេះចាខ្ញុំមកប្រមូលដំណាំខ្ញុំពីម្ខាងដាក់មកម្ខាងទៀតព្រោះដោយសារអ្នកចិត្តខាងខ្ញុំទៅមកប្រាប់ថាពីអាទិត្យទៀតគាត់កាប់ដើមឈើនៅតាមលបងហើយអញ្ចឹងខ្ញុំខ្លាចមេឈើអីចាវាធ្លាក់មកត្រូវដើមស្វាយដើមដំណាំត្នោតខ្ញុំនឹងគឺបាក់ខ្ទេចអស់អញ្ចឹងហើយឆ្លៀតឱកាសនេះខ្ញុំប្រមូលដំណាំមកម្ខាងហ្នឹងខ្ញុំក៏ចាថតផុសនៅក្នុង Marketplace ចាដើម្បីដាក់លក់ហើយបន្ទាប់មកក៏ធ្វើនេះធ្វើនោះកាត់មែកដំណាំខ្លះអីចឹងទៅដើម្បីឲ្យវាបែកថ្មីមកល្អនេះគឺសុទ្ធតែដើមទៀបប្រាំងទាំងអស់ចាបងប្អូនណាត្រូវការអាច